បដមាដ៏សែនស្រស់ស្អាតនេះតើអ្នកដឹងទេថាព្រះបដមាដ៏សែនស្រស់ស្អាតនេះតំណាងឲ្យអង្គណាដែរនៅក្នុងសម័យអាណាចក្រខ្មែរហើយតើជាអង្គស្រីឬក៏ជាអង្គប្រុសទៅសូមអ្នកពិនិត្យទៅលើផ្ទៃមុខរង្វង់មុខរង្វង់ចិញ្ចើមរង្វង់ភ្នែកបបោមាត់ច្រមុះហើយនឹងសក់រូបរាងកាយទាំងអស់ដ៏សែនស្រស់ស្អាតស្រទន់ហាក់ដូចជានៅក្នុងទម្រង់កំពុងតែសមាធិប្រសិនជាប្រិយមិត្តចងចាំព្រះភ័ក្ត្ររបស់ព្រះបាទជ័យវរ្ម័នទី7ដែលយើងឧស្សាហ៍ឃើញនោះណាគឺមានទម្រង់អេរយាបថស្រដៀងគ្នាហាក់ដូចជាកំពុងតែសមាធិស្មឹងស្មាតដូចនេះដែរព្រះបដិមាអង្គនេះគឺជាព្រះបដិមាតំណាងឲ្យតួអង្គស្រីគឺជាអគ្គមហេសីទី1របស់ព្រះបាទជ័យវរ្ម័នទី7ជាទីស្រឡាញ់បំផុតរបស់ព្រះអង្គដែលមានព្រះនាមថាជ័យរាជទេវីជីវប្រវត្តិរបស់ព្រះនាងអំពើល្អរាប់មិនអស់របស់ព្រះនាងនិងចិត្តសប្បុរសធម៌របស់ព្រះនាងគឺបានចារនៅលើសិលាចារឹកឯប្រាសាទភិមានអាកាសលេខសម្គាល់485ដែលបានសាងសង់និងសរសេររៀបរាប់ឡើងដោយព្រះនាងឥន្ទ្រទេវីដែលត្រូវជាបងស្រីបង្កើតរបស់ព្រះនាងហើយក្រោយពីព្រះនាងបានសោយព្រះទីវង្គតទៅព្រះបាទជ័យវរ្ម័នទី7បានលើកព្រះនាងឥន្ទ្រទេវីក្លាយជាអគ្គមហេសីបន្ទាប់មកយោងទៅតាមរូបរាងកាយនៃព្រះបដិមានេះអ្នកជំនាញបានសន្និដ្ឋានថាព្រះមហេសីបានសោយទីវង្គតតាំងពីវ័យក្មេងឬក៏មានជំងឺសួតឬក៏ពិការភាពពីកំណើតហើយបន្ថែមជាងនេះទៅទៀតនៅលើផ្ទៃមុខរបស់ព្រះនាងហាក់ដូចជាស្នាដៃនេះស្របជាមួយទាំងស្រុងទៅនឹងសិល្បៈនៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដូចជាការធ្វើគំរូដ៏ស្រទន់នៃផ្ទៃមុខហើយមើលទៅប្រកបនិយមហើយភាពរស់រវើករបៀបបួងសក់ហើយនឹងមានព្រះនៅលើភ្នំសក់ជាដើមសម្បីតែសម្លៀកបំពាក់របស់ព្រះនាងក៏មានរំលេចដោយផ្កាតូចៗហើយនឹងមានបន្ទះធំមានខ្សែក្រវ៉ាត់មានត្បូងរំយោលលម្អហើយធ្លាក់ចុះពីខ្សែក្រវ៉ាត់នោះផងដែរហើយតើអ្នកដឹងឬចាំទេថានៅក្នុងវីដេអូមុនខ្ញុំបង្ហាញព្រះរាជបុត្រីរបស់ព្រះបាទជ័យវរ្ម័នទី7ដែលបានសោយព្រះទីវង្គតហើយតំណាងឲ្យព្រះអាទិទេពមានឈ្មោះថាប្រាជ្ញាបារមីនៅក្នុងជំនឿសាសនាសម័យអាណាចក្រខ្មែរនៅពេលដែលព្រះរាជវង្សរបស់ព្រះមហាក្សត្រឬក៏មន្ត្រីអ្នកធំមុខការណាមួយបានចែកឋានសោយទីវង្គតទៅគឺគេសាងសង់ព្រះបដិមាដើម្បីតំណាងឲ្យព្រះអាទិទេពណាមួយដើម្បីឧទ្ទិសទៅដល់ព្រលឹងដែលបានចែកឋានទៅឲ្យនៅតាមថែរក្សានិងមានឫទ្ធិអំណាចតទៅរៀងទៅមុខដូចចំណែកឯព្រះបដិមារបស់អគ្គមហេសីព្រះរាជទេវីនេះវិញគេបានសន្និដ្ឋានចំនួន2ទី1បង្ហាញថាដោយសារតែដៃរបស់ព្រះនាងបានបាត់រកមិនឃើញហើយដូច្នេះហើយអ្នកជំនាញពិបាកក្នុងការសន្និដ្ឋានទី1អ្នកជំនាញបានសន្និដ្ឋានថាដៃរបស់តួអង្គព្រះនាងដែលបានបាត់នោះប្រហែលជាកំពុងតែកាន់សៀវភៅបើសិនជាដូច្នោះមែនបញ្ជាក់ថាអត្តសញ្ញាណរបស់ព្រះនាងជ័យរាជទេវីក្រោយពីសោយព្រះទីវង្គតទៅតំណាងឲ្យអាទិទេពដែលមានឈ្មោះថាប្រាជ្ញាបារមីមានន័យថាជាអាទិទេពស្រីដែលមានភាពល្អឥតខ្ចោះនៃប្រាជ្ញាមានកម្ពូលប្រាជ្ញាហើយក៏ជាម្ដាយរបស់ព្រះពុទ្ធទាំងអស់នៅក្នុងសាសនាមហាយានតាមពិតទៅនៅពេលដែលព្រះបាទជ័យវរ្ម័នទី7បានសាងសង់ប្រាសាទមួយសម្រាប់ជាផលប្រយោជន៍ខាងវិញ្ញាណរបស់ព្រះមេដារបស់ព្រះអង្គគឺប្រាសាទតាព្រហ្មដោយប្រិយមិត្តដឹងទាំងអស់គ្នាដូច្នោះដែរគឺព្រះអង្គបានឧទ្ទិសទៅដល់ព្រះប្រាជ្ញាបារមីដូចគ្នាដែរចំណែកការសង្ស័យទី2វិញចំពោះដៃដែលបានបាត់នោះថាប្រហែលជាព្រះនាងកំពុងតែអធិស្ឋានឬក៏កំពុងតែកាន់ផ្កាឈូកក្នុងករណីនេះអាចជារូបភាពមួយតំណាងឲ្យព្រះអាទិទេពស្រីដែលមានព្រះនាមថាព្រះតារាដែលជាដៃគូរបស់ព្រះពោធិសត្វអវលោកេស្វរៈចំណែកឯព្រះបដិមាខ្លួនឯងវិញអ្នកជំនាញបានពិនិត្យឃើញថាហាក់ដូចជាមិនទាន់បញ្ចប់នៅការសាងសង់ព្រះបដិមានោះទេមានព្រះបដិមាជាច្រើនទៀតនៅក្នុងសម័យអាណាចក្រខ្មែរដែលមិនទាន់បានបង្ហាញកិច្ចការទាំងស្រុងដោយសារតែអ្នកជំនាញគេបានពិនិត្យទៅលើរង្វង់មួយដែលមានលក្ខណៈរដេបរដប់បន្តិចបន្តួចដែលមិនទាន់ដុសខាត់បានរួចរាល់ចំណុចមួយទៀតដែលធ្វើឲ្យអ្នកជំនាញមានការស្ទាក់ស្ទើរកំណត់អត្តសញ្ញាណថាឧទ្ទិសទៅដល់ព្រះអាទិទេពមួយណានោះគឺដោយសារតែព្រះបដិមារបស់អគ្គមហេសីព្រះបាទជ័យវរ្ម័នទី7អង្គនេះកំពុងតែលុតជង្គង់លក្ខណៈលុតជង្គង់មិនសមជាតំណាងឲ្យព្រះអាទិទេពប្រាជ្ញាបារមីឬក៏ព្រះអាទិទេពតារានោះឡើយនេះជាការសន្និដ្ឋានរបស់អ្នកជំនាញដោយសារมันបានបន្សល់នៅទឹកតាំងបញ្ជាក់ថាឧទ្ទិសថ្វាយទៅដល់ព្រះអាទិទេពអង្គណាទេជាចុងបញ្ចប់នេះខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនមែនធ្វើការបកប្រែជាផ្លូវការឬក៏ជាអ្នកជំនាញប្រវត្តិសាស្ត្របុរាណវិទ្យាអ្វីទាំងអស់គឺខ្ញុំដកស្រង់ចេញពីសៀវភៅដែលខ្ញុំមានហើយដកស្រង់ចេញពីសៀវភៅមួយក្បាលនេះអូចំណុចមួយទៀតដោយសារតែឯកសារទាំងអស់នោះជាភាសាបរទេសទាំងអស់ហើយដូច្នេះហើយពេលខ្លះខ្ញុំនិយាយឈ្មោះរបស់ស្ដេចខ្មែរព្រះបដិមាខ្មែរអង្គខ្លះក៏ខ្ញុំនិយាយមិនសូវត្រូវឈ្មោះឲ្យចំដែរដោយសារតែគេសរសេរជាភាសាបរទេសទាំងអស់ហើយខ្ញុំមិនបាន